ចាមនុស្សយើងម្នាក់រស់នៅរមែងចង់បាននៅពាក្យសម្ដីដែរពីរោះពិសាមិនចូលចិត្តស្ដាប់នៅសម្ដីគ្រួតគ្រាតប៉ុន្តែជាទូទៅយើងសង្កេតឃើញថាសិស្សសានុសិស្សឬក៏កូនមួយចំនួនតូចដែលគាត់ចូលចិត្តវក់ទូរស័ព្ទឬក៏គាត់មិនសូវស្ដាប់អាណាព្យាបាលរបស់គាត់មិនសូវស្ដាប់ឪពុកម្ដាយរបស់គាត់ហើយនៅពេលដែលឪពុកម្ដាយគាត់ជេរប្រតិចទៅគាត់ខឹងគាត់ថាគាត់នឹងបាក់ទឹកចិត្តព្រោះតែឪពុកម្ដាយជេរប៉ុន្តែគាត់មិនបានគិតពីភាពហត់នឿយរបស់ឪពុកម្ដាយរបស់គាត់ទេគាត់មិនបានគិតពីគុណវិបត្តិនៃអ្វីដែលគាត់បានធ្វើនោះទេគាត់មើលទូរស័ព្ទបុកទូរស័ព្ទសម្បីតែបាយទឹកនំចំណីក៏គាត់ភ្លេចដែររៀនសូត្រក៏គាត់ភ្លេចដែរតើឲ្យឪពុកម្ដាយរបស់គាត់មិនជេរគាត់មិនដេចនឹងបានបើគាត់និយាយធម្មតាយើងអត់ស្ដាប់អញ្ចឹងគាត់ត្រូវការជេរប៉ុន្តែការជេរនេះយើងមើលទំហំទឹកចិត្តនៃឪពុកម្ដាយរបស់យើងគាត់ជេរយើងហើយគាត់នៅស្រឡាញ់យើងអាណិតយើងដដែលចាអញ្ចឹងពាក្យសម្ដីហិង្សានេះសំដៅទៅលើការប្រើប្រាស់ពាក្យសម្ដីហិង្សាប៉ះពាល់ដល់យើងឬក៏យើងប្រើទៅប៉ះពាល់ដល់គេដទៃមិត្តភ័ក្តិញាតិមិត្តមនុស្សរស់នៅក្នុងសហគមន៍យើងប្រើពាក្យសម្ដីហិង្សាបៀតបៀនគេឲ្យគេនឹងខ្មាស់គេឧទាហរណ៍ថានៅសុកក្មេងម្នាក់នោះទៅរៀនភ្នំពេញចប់ទី12គ្នាខំរៀនសឹងអីហ្នឹងអ៊ំម្នាក់នោះគាត់និយាយថាមើលអាវ៉ានោះទៅរៀនមិនក៏ការនៅស្រុកមិនក៏ធាត់ម៉េះហើយទៅរៀននៅភ្នំពេញឡើងស្គមទីវៈវាទៅជក់អាភៀនឬក៏ទៅធ្វើស្អីផ្ដេសផ្ដាស់ទៅទាំងដែលការពិតហ្នឹងគេទៅរៀនខំរៀនផងយប់ឡើងធ្វើការផងតែគាត់ហ៊ានសន្និដ្ឋានបែបហ្នឹងហ៊ានវាយតម្លៃគេបែបហ្នឹងឯម្នាក់ទៀតយល់ថានោះគឺជារឿងត្រឹមត្រូវដែលគាត់សន្និដ្ឋានបែបហ្នឹងបើគាត់ឃើញរូបរាងកូននឹងបែបហ្នឹងមែនប៉ុន្តែមិនអាចសន្និដ្ឋានបែបហ្នឹងបានទេព្រោះយើងមិនបានដឹងពីគេពិតប្រាកដហើយមានមតិជាច្រើនធ្លាប់ឮគេនិយាយប្រាប់ឬក៏យើងដឹងហើយនៅលើបណ្ដាញសង្គម Facebook គេតែងតែលើកយកមកបង្ហាញយើងអាចលើកពីនឹងយកមកនិយាយបានក្មេងស្រីមួយចំនួនទៅរៀនភ្នំពេញអញ្ចឹងទៅពេលដែលខំរៀនឬក៏អត់ងុយយប់ធ្វើកិច្ចការសាលាឬក៏យើងថាលេងទូរស័ព្ទច្រើនក៏បានដែរចាអញ្ចឹងពេលដែលគាត់តែអានេះសំដៅទៅលើអ្នករៀនណាគាត់នៅស្រុកគាត់សុខភាពល្អទេដោយសារនៅជាមួយឪពុកម្ដាយចាឪពុកម្ដាយជួយទំនុកបំរុងផ្សេងអញ្ចឹងទៅទោះបីជីវភាពយ៉ាងណាក៏ដោយដល់ពេលទៅភ្នំពេញគាត់ទៅរស់នៅផ្ទះជួលឬនៅជាមួយមិត្តភ័ក្តិឬនៅជាមួយបងប្អូនសាច់ញាតិឬក៏នៅជាមួយនឹងកន្លែងដែលគេឲ្យស្នាក់នៅអញ្ចឹងឧទាហរណ៍ណាគាត់ទៅរៀនខំរៀនតែមកលេងស្រុកម្ដងណាក៏គេសួរវីអូនហើយមកដូចជារូបរាងស្គមជាងមុនដល់ណាចាគាត់និយាយចឹងទៅឧទាហរណ៍ណាហើយដល់ពេលទៅជួបជាមួយនឹងអ្នកផ្សេងទៀតអ៊ីមិញអ៊ំចឹងណាឧទាហរណ៍ណាទៅជួបជាមួយនឹងតែមើលកូននោះមើលរូបរាងវាឥឡូវឡើងខ្វក់ឡើងស្គមមើលតអ្នកចាញ់កូនឬក៏វាទៅធ្វើអីមិនល្អនៅណាមកទៅបានរូបរាងវាអញ្ចឹងចាវាមានអញ្ចឹងដែរអញ្ចឹងមិនថាមនុស្សយើងកុំចេះទៅវាយតម្លៃគេផ្ដេសផ្ដាស់បើសិនជាអានឹងយើងគិតបើសិនជាប៉ះពាល់ដល់កូនយើងវិញតែយើងមានអារម្មណ៍បែបណាមានរឿងច្រើនជាងនឹងទៀតដែលគេបង្ហោះនៅលើបណ្ដាញសង្គមនានាយើងយកមកអានយើងយកមកគិតហើយពិចារណាកុំវាយតម្លៃគេផ្ដេសផ្ដាស់ហើយអ្នកខ្លះទៀតឃើញគ្នាមានបញ្ហាបន្តិចតួចលើកយកទៅនិយាយលើកយកទៅជិះជាន់ចូលចិត្តប្រើពាក្យសម្ដីជាន់ពន្លិចនៅពេលដែលដឹងថាមានកំហុសឆ្គងណាមួយហើយ
ចូលចិត្តតែជន់ហើយជន់ឲ្យកប់ដីហ្មងបើលើកវិញលើកដល់ឋានប្រអិនហ្មងចាយើងជាមនុស្សយើងគួរតែគិតពិចារណាបានវែងឆ្ងាយជាជាងធ្វើអីធ្វើទៅតាមគ្នាកុំឲ្យទទួលរងនៅវិបដិសារីចា